សូមស្វាគមន៍មកកាន់ទឹកដីដែលសម្បូររឿងរ៉ាវប្រវត្តិសាស្ត្រគឺខេត្តសៀមរាបក្រៅពីភាពសម្បូរបែបទាំងវប្បធម៌និងទេសចរណ៍ខេត្តសៀមរាបក៏ជាបណ្ដុំសណ្ឋាគារផ្ទះសំណាក់និងភោជនីយដ្ឋានជាច្រើនផងដែរហើយក៏ជាខេត្តដែលត្រូវគិតគូរខ្លាំងលើកិច្ចការងារបដិសណ្ឋារកិច្ចល្អអនាម័យនិងពិសេសបរិស្ថានស្អាតដែលគ្មានប្លាស្ទិកទាក់ទងនឹងការកាត់បន្ថយសំណល់សម្រាមសំណល់ហ្នឹងក៏ដូចជាសំណល់ប្លាស្ទិកនេះទី1ចំណេញផ្នែកសេដ្ឋកិច្ចគឺគាត់ចូលរួមក្នុងការធានាបាននៅការកាត់បន្ថយការចំណាយរបស់គាត់ទៅលើការទិញសម្ភារៈមួយចំនួនដែលប្រើប្រាស់ផលិតផលប្លាស្ទិកនេះទី2ចូលរួមចំណែកក្នុងការគាំពារបរិស្ថានគឺចូលរួមក្នុងការធានាបាននៅកិច្ចគាំពារបរិស្ថានការមិនបំពុលបរិស្ថានទាំងបរិយាកាសក៏ដូចជាការបំពុលទឹកដីទាំងអស់នេះគឺជាផ្នែកមួយដ៏សំខាន់ក្រៅពីវិស័យសណ្ឋាគារនិងបដិសណ្ឋារកិច្ចអាជីវកម្មខ្នាតតូចនិងមធ្យមក៏ដើរតួយ៉ាងសំខាន់ដើម្បីចូលរួមនៅក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកដើម្បីបរិស្ថានស្អាតផងដែរពីមុនខ្ញុំលក់ថង់ឥឡូវគេឲ្យលក់ដាក់ថត្នោតគេប្រើនិយមប្រើលក់ថ្នោតលក់នំថ្នោតដាក់ក្នុងស្មុកលក់ដាច់ជាងដាក់ក្នុងថង់វិស័យឧស្សាហកម្មបដិសណ្ឋារកិច្ចនៅក្នុងខេត្តសៀមរាបគឺកំពុងតែបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់លើកិច្ចការងារបរិស្ថានកាន់តែខ្លាំងឡើងក្នុងនោះទាំងវិស័យសណ្ឋាគារផ្ទះសំណាក់និងភោជនីយដ្ឋានមួយផ្នែកធំកំពុងតែព្យាយាមអង្រួនចិត្តអតិថិជនយ៉ាងខ្លាំងតាមរយៈការផ្សព្វផ្សាយនិងការផ្តល់សេវាកម្មរបស់ខ្លួនដោយគិតគូរលើបរិស្ថាននិងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកជាចម្បងទាក់ទងនឹងការប្រើប្រាស់ប្លាស្ទិកហ្នឹងគឺគោលការណ៍របស់ក្រុមហ៊ុនយើងចាប់ដើមយូរហើយដោយឡែកនៃការផ្លាស់ប្ដូរហ្នឹងគឺយើងប្រើប្រាស់ដូចជាប្រើប្រាស់សម្ភារៈទៅជាវត្ថុធាតុដើមវិញដូចជាការជំនួសឲ្យថង់ប្លាស្ទិកហ្នឹងគឺបងប្រើកន្ត្រកយើងប្រើកន្ត្រកយើងប្រើជាលហើយយើងមានជំនួសឲ្យអា plastic bag នេះយើងប្រើ linen bag បាទពាក់ព័ន្ធនឹងការគ្រប់គ្រង plastic ជាទូទៅនៅកន្លែងខ្ញុំទោះបីជាទៅយោបឺតក៏ខ្ញុំប្រើជាគល់សក្តិដែរដូចបងឃើញជាក់ស្ដែងនៅក្នុង cocktail របស់យើងគឺប្រើទៅយោបឺតជាគល់សក្តិហើយទាំងប្រដាប់គោរបស់វាហ្នឹងគេហៅ stirrer យើងប្រើគល់សក្តិដែរហើយគល់សក្តិមួយដើមហ្នឹងយើងអាចប្រើបានជាមួយនឹងយោបឺតមួយហើយនឹងstirrerមួយអញ្ចឹងយើងកាត់បន្ថយការប្រើ plastic បាទគម្រោងការទប់ស្កាត់ប្លាស្ទិកសមុទ្រនៅកម្ពុជាក៏បានចូលរួមយ៉ាងសកម្មបន្ថែមទៀតដើម្បីជួយជំរុញដល់គ្រប់វិស័យមានទាំងវិស័យឧស្សាហកម្មបដិសណ្ឋារកិច្ចនិងអាជីវកម្មខ្នាតតូចនិងមធ្យមដើម្បីបន្តអនុវត្តសកម្មភាពការងារដែលជួយដល់បរិស្ថានពិសេសគឺដើម្បីសម្រេចគោលដៅឈានទៅដល់តំបន់ទេសចរណ៍មួយដែលគ្មានការប្រើប្រាស់ប្លាស្ទិកទាំងស្រុងតែម្ដងយើងរួមគ្នាកសាងអនាគតដែលគ្មានសំណល់ប្លាស្ទិកបរិស្ថានស្អាតនិងពិសេសបន្សល់នូវមរតកជាគំរូល្អប្រកបដោយមោទនភាពសម្រាប់មនុស្សគ្រប់ជំនាន់